ប្រភេទផ្ទះរោងឬផ្ទះកន្តាំងដែលជាប្រភេទលំនៅឋានប្រពៃណីខ្មែរមួយផ្ទះរោងឬផ្ទះកន្តាំងគឺជាឈ្មោះហៅផ្ទះប្រភេទតែមួយដែលត្រូវបានគេចាត់ទុកជាប្រភេទផ្ទះមួយក្នុងចំណោមលំនៅឋានខ្មែរបុរាណទាំង5ប្រភេទលក្ខណៈទូទៅនៃផ្ទះរោងឬកន្តាំងផ្ទះរោងឬកន្តាំងគឺជាប្រភេទផ្ទះមួយដែលមានលំនាងងាយស្រួលសាងសង់ជាងគេបើប្រៀបធៀបនឹងផ្ទះប្រភេទផ្សេងទៀតដំបូលមានដំបូលផ្ដុំឡានដោយផ្ទាំងពីរដែលមកទល់គ្នានៅត្រង់មេដំបូលឬដំបូលទ្រនឹបដំបូលរបស់វាមានលក្ខណៈមិនសូវស្រួចឬទាបដើម្បីបង្កភាពងាយស្រួលក្នុងការសាងសង់និងកាត់បន្ថយការបារម្ភក្នុងការរកមើលគ្រឿងបង្គុំដំបូលវែងសសរផ្ទះនេះមានសសរយ៉ាងតិច3ជួរសសរកណ្ដាលជួរកណ្ដាលតែងតែខ្ពស់ជាងគេសសរជើងរៀងនៅអំសងខាងទ្វារផ្ទះតែងតែនៅចន្លោះសសរជើងរៀងរចនាសម្ព័ន្ធជាទូទៅផ្ទះនេះអាចមានទំហំចាប់ពី4 x 6 ម៉ែត្រទៅដល់6 x 10 ម៉ែត្រប្រភេទរោងនិងការប្រើប្រាស់ផ្ទះកន្តាំងស្លាបឬប៉ណុកគឺជាផ្ទះកន្តាំងដែលគេធ្វើស្លាបចេញពីប៉ែកខាងក្រោយនៃហោជាងស្លាបនេះអាចជួយការពារកម្ដៅថ្ងៃឬទឹកភ្លៀងបានបន្តិចបន្តួចពាក្យប៉ណុកមានន័យថាស្លាបបក្សីផ្ទះទៀមប្រសិនបើផ្ទះរោងឬកន្តាំងត្រូវបានសង់ផ្ទាល់នឹងដីមិនលើកផុតពីដីគេហៅថាផ្ទះទៀមផ្ទះប្រភេទនេះមានតាំងពីយូរយារណាស់មកហើយដោយដែលយើងអាចឃើញនៅតាមចម្លាក់ផ្សេងដូចជាតាមថែវប្រាសាទបាយ័នជាដើមសរុបមកផ្ទះរោងឬផ្ទះកន្តាំងគឺជានិមិត្តសញ្ញានៃស្ថាបត្យកម្មលំនៅឋានខ្មែរដែលមានលក្ខណៈសាមញ្ញងាយស្រួលសាងសង់និងមានភាពយឺតយ៉ាវយូរអង្វែង